ជំនួបរវាងមេដឹកនាំកម្ពុជាជាមួយនឹងមេដឹកនាំវៀតណាមសំណើពីវៀតណាមដែលឲ្យកម្ពុជាសម្រួលដល់ការរស់នៅក៏ដូចជាមើលការខុសត្រូវចំពោះនិគមវៀតណាមនៅលើទឹកដីកម្ពុជាតែងតែកើតឡើងក្នុងករណីនេះខ្ញុំពិនិត្យមើលឃើញថាវាហួសពីសំណើតាមលក្ខណៈធម្មតាឬក៏ជាទំនាក់ទំនងដោយស្មើមុខស្មើមាត់ហើយនេះគឺជាសម្ពាធដែលរដ្ឋាភិបាលវៀតណាមដាក់មកកាន់មេដឹកនាំកម្ពុជាចាំបាច់ត្រូវតែមើលការខុសត្រូវនិងផ្ដល់លក្ខខណ្ឌអំណោយផលដល់និគមវៀតណាមនៅលើទឹកដីកម្ពុជាទោះបីជាខុសច្បាប់ឬរស់នៅស្របច្បាប់ក្តីដែលវៀតណាមបានចាត់ទុកថាសុខសុវត្ថិភាពរបស់ពលរដ្ឋវៀតណាមនៅកម្ពុជាជាការកំណត់ទំនាក់ទំនងជាមួយនឹងមេដឹកនាំកម្ពុជាទំនងមិនពិបាកយល់ទេដែលវៀតណាមតែងតែប្រើប្រាស់ឥរិយាបថនយោបាយមួយនេះចំពោះកម្ពុជាដោយវៀតណាមនៅតែចាត់ទុកខ្លួនជាអ្នកមានគុណស្រ័យលើក្រុមមេដឹកនាំនៃគណបកប្រជាជនកម្ពុជាបច្ចុប្បន្នហើយអំណាចទាំងអស់នៃក្រុមមេដឹកនាំកម្ពុជាបានមកពីការជួយជ្រោមជ្រែងនិងទំនុកបម្រុងរបស់ភាគីវៀតណាមហើយក៏ទំនងយើងអាចមើលឃើញថាស្ថិរភាពនៃអំណាចនយោបាយរបស់កម្ពុជាបច្ចុប្បន្នក៏ដូចជាទៅអនាគតក៏អាចពាក់ព័ន្ធទៅនឹងការសម្លឹងមកកម្ពុជាពីសំណាក់វៀតណាមផងដែរក្នុងករណីដែលវៀតណាមប្រកម្មប្រកោសចិត្តជាមួយនឹងកម្ពុជាពួកគេប្រហែលជាអាចមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការកកកកាយឬក៏ធ្វើឲ្យមានភាពច្បុកច្បល់នៅក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់កម្ពុជាបើមើលមួយជ្រុងទៀតវៀតណាមកំពុងតែលូកចូលជ្រៅទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាពិសេសគឺបំពានទៅនឹងច្បាប់អន្តោប្រវេសន៍របស់កម្ពុជាក្នុងករណីដែលជនជាតិវៀតណាមមករស់នៅកម្ពុជាដោយត្រឹមត្រូវស្របច្បាប់ប្រកបណាស់ច្បាប់គឺនឹងធានាការពាររបស់នៅសុខសុវត្ថិភាពរបស់ជនជាតិវៀតណាមទាំងអស់នោះក៏ប៉ុន្តែក្នុងករណីដែលមានការចូលមករស់នៅដោយខុសច្បាប់ហើយថែមទាំងប្រព្រឹត្តនៅបទល្មើសបទឧក្រិដ្ឋនៅលើទឹកដីកម្ពុជាថែមទៀតនោះរដ្ឋាភិបាលកម្ពុជាមានសិទ្ធិពេញទីនៅក្នុងការចាត់ចំណាត់ការឬក៏វិធានការនានារួមទាំងការបណ្តេញចេញពីទឹកដីកម្ពុជាទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញផងដែរត្រង់ចំណុចនេះហើយដែលមួយរយៈចុងក្រោយនេះជនជាតិវៀតណាមមួយចំនួនដែលបានប្រព្រឹត្តល្មើសនៅលើទឹកដីកម្ពុជាត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅកាន់វៀតណាមវិញហើយទំនងវៀតណាមមានការព្រួយបារម្ភអំពីការចាត់សកម្មភាពនិងការយកច្បាប់អន្តោប្រវេសន៍កម្ពុជាមកអនុវត្តទៅលើជនជាតិវៀតណាមដែលមករស់នៅខុសច្បាប់ទាំងអស់នោះហើយវាអាចឈានទៅដល់ការចាត់វិធានការលើជនជាតិវៀតណាមផ្សេងៗទៀតដែលកំពុងស្នាក់នៅលើទឹកដីកម្ពុជាខុសច្បាប់ផងដែរ